អេបងប្រុសកុំងុយគេងអីដល់ពេលបង្កើតមិត្តភក្តិខ្លះហើយអ្នកអាចញញ៉ៃជាមួយខ្ញុំបានកុំប៉ះគ្រូខ្ញុំគាត់ចាស់ហើយឥឡូវនេះលោកម្ចាស់ហ៊ូទុកក្មេងនេះចោលទៅគាត់ប្រហែលជាយល់ច្រឡំហើយបន្ទាប់ពីត្រូវគេវាយកាលពីម្សិលមិញលោកម្ចាស់ប្រុសស្អាតឲ្យកុំខឹងអីគូដណ្ដឹងរបស់អ្នកបានធ្វើឲ្យយុវជនហ៊ូសប្បាយចិត្តខ្លាំងណាស់យប់មិញជន់ពៀជីកូកាប៉ូដូច្នេះថ្ងៃនេះយើងនឹងលេងមានអ្វីខុសគ្នាជាមួយអ្នកខ្ញុំនឹងមិនសម្លាប់អ្នកទេយប់នេះអ្នកបានធ្វើការយ៉ាងលំបាកខ្ញុំបានរៀបចំអាហារថ្ងៃត្រង់ពិសេសនេះដោយក្តីស្រឡាញ់សម្រាប់អ្នកញ៉ាំអ្វីគ្រប់យ៉ាងខ្ញុំធានាអ្នកនៅសុវត្ថិភាព24ម៉ោងនឹងថ្ងៃធម្មតានឹងរីករាយដំបូងឡើយខ្ញុំត្រូវតែរស់រានមានជីវិតដើម្បីសងសឹកខ្លួនឯងលើហ៊ីវដល់កំណាច់នោះលីងចាំខ្ញុំផងខ្ញុំនឹងទៅញ៉ាំអាហារបាទចាស់ឬទេខ្ញុំកំពុងស្ដាប់វាហាក់ដូចជាអ្នកត្រូវតែស្រឡាញ់គាត់ឲ្យគាត់ទៅខ្ញុំនឹងផ្ដល់ឲ្យអ្នកកន្លះម៉ោងទៀតស្ដាប់ចុះការញ៉ាំអាហារដែលគ្មានរសជាតិមិនមែនជារឿងសប្បាយទេខ្ញុំនឹងដាក់គ្រឿងទេសខ្លះលើវាពកក្រឡេកមើលមួយយ៉ាងរហ័សអ្នកនឹងធ្វើខុសដោយញ៉ាំរបស់ស្ងួតផឹកវានោះច្រើនពេកហើយខ្ញុំនឹងប្រយុទ្ធប្រឆាំងនឹងអ្វីគ្រប់យ៉ាងខ្ញុំមានអារម្មណ៍ថាខ្ញុំមានអំណាចមិននឹកស្មានដល់លោកម្ចាស់ហ៊ូក្មេងប្រុសនេះចម្លែកណាស់គ្មានអ្វីចម្លែកទេយកវាសម្រាប់គាត់តើអ្នកគិតថាកាំបិតនេះស្អាតទេខ្ញុំបានធ្វើខុសជូលៀនបានបង្ខំខ្ញុំឲ្យធ្វើវាគាត់បានផ្ដល់ឲ្យខ្ញុំកន្លះម៉ោងទៀតអ្នកមិនចូលចិត្តញ៉ាំទេយកបុរសរបស់អ្នកលេងគាត់រហូតដល់គាត់តខ្លួនហើយក៏លេងវាចោលរហូតដល់វាគួរតែស្អាតរួមម្យ៉ាងទៀតបានចំណាយពេល3ឆ្នាំដើម្បីបង្កើតញៀកមួយថ្ងៃមួយសាត់ហ្វូនិកច្រៀងខ្ញុំបានស្ទាត់ជំនាញយ៉ាងពេញលេញនៅខ្លឹមសារនេស័យវិជ្ជាបណ្ឌិតខ្ញុំបានទៅដល់នគរស្ថានស៊ូក៏ដល់ល្បីហើយបរោះដល់ពេលត្រូវទៅហើយលោកគ្រូខ្ញុំនឹងមិនបោះបង់ចោលការទុកចិត្តរបស់គាត់ឡើយការអនុវត្តវិទ្យាសាស្ត្រដើម្បីជួយសង្គ្រោះពិភពលោកដើរតាមផ្លូវសំខាន់និងដើម្បីរំលឹកឡើងវិញនៅជ្រលងភ្នំរបស់គ្រូពេទ្យដ៏ឈ្លាសវៃភាពមិនប្រក្រតីនៅលើមេឃនិងផែនដីសំឡេងក្រហមរបស់នាគនិងបទចម្រៀងរបស់សាត់ហ្វូនិកនេះមានន័យថាគ្រូពេទ្យឆ្លាតវៃថ្មីថ្មោងម្នាក់លេចឡើងផ្សព្វផ្សាយពាក្យនេះបើកជ្រលងភ្នំរបស់គ្រូពេទ្យដ៏ឈ្លាសវៃឡើងវិញបាទចាសស